Cô tôi đọc níជួយជាមួយខ្ញុំគ្រាក្នុងវីដេអូថ្មីរបស់ TechEd ក្នុងវីដេអូនេះខ្ញុំមកបង្ហាញដល់គ្នានៅចំណុចមួយដែលទូទៅវាជាចំណុចដែលធម្មតាទេសាមញ្ញទេប៉ុន្តែមានគ្នាយើងច្រើនដែលតែងតែភ្លេចតែងតែមើលរំលងចំណុចតូចមួយហ្នឹងហើយតែងតែពិបាកនៅពេលដែលត្រូវការប្រើវាចំណុចនេះគឺតកតងជាមួយនឹងការប្រើប្រាស់ absolute reference ឬក៏យើងដឹងជាទូទៅហៅថា log cell ឬក៏ log row log column log value ណាមួយអញ្ចឹងណាឥឡូវខ្ញុំបង្ហាញអ្នកទាំងអស់គ្នាតែម្ដងនៅក្នុងនេះគឺខ្ញុំដាក់តម្លៃមួយនៅក្នុង column D អញ្ចឹង A B C D E រហូតអក្សរដែលជាលេខនៅខាងលើហ្នឹងអានេះយើងហៅថាជួរឆឬក៏ column ហ្នឹងហើយចំពោះខាងលេខនេះលេខ1រហូតដល់លេខខ្ទង់លានហ្នឹងគឺតើគ្នាឃើញហ្នឹងគឺវាជា row ហ្នឹងគឺជួរដេកចំណុចមួយដែល row ជួបជាមួយនឹង column ប្រសពគ្នានឹងវាបានទៅជាតម្លៃ cell អញ្ចឹង cell គឺជាតម្លៃមកប្រអប់តូចៗនឹងអញ្ចឹងទាំងអស់នោះសិតជា cell អញ្ចឹង cursor ដែលខ្ញុំដាក់នៅកន្លែងនេះជាតម្លៃ D 6ហើយតើគ្នាឃើញនៅក្នុងឧទាហរណ៍របស់យើងនេះគឺ D4 អញ្ចឹង D គឺជា column ហើយលេខ4នេះគឺជាតំណាងឲ្យ row ហើយ D4 នេះគឺជាតម្លៃវានៅក្នុង cell ហ្នឹងហើយនៅពេលដែលយើងចង់ log តម្លៃហ្នឹងគឺយើងប្រើសញ្ញាដុល្លារមក logឧទាហរណ៍ថាបើសិនជាខ្ញុំចង់ log តម្លៃទាំងអស់ហ្មងគឺខ្ញុំប្រើដុល្លារនៅមុខអក្សរ D1 ចេះ log D បើខ្ញុំដាក់សញ្ញាដុល្លារនៅខាងមុខ D អញ្ចេះមានន័យថាខ្ញុំ log ជួរឆនេះដូច្នេះបើសិនជាខ្ញុំទាញតម្លៃមកខាងក្រោមអញ្ចេះវានឹងដូរតម្លៃធម្មតាតែបើសិនជាខ្ញុំទាញមកខាងស្ដាំបែបនេះគឺវាអត់ដូរតម្លៃទេវានៅតែជួរ D រហូតអញ្ចឹងណាហើយបើសិនជាខ្ញុំ log ទាំងពីរមានន័យថាអូសទៅលើឬក៏ទៅក្រោមឆ្វេងឬក៏ស្ដាំវានៅតែ D ទេហើយគឺ row វាក៏ដូចគ្នាគឺនៅលេខ4នៅតែ D4 អូសទៅណាក៏ដោយនៅពេល log ដុល្លារទាំងពីរអញ្ចឹងបើសិនជាដកសញ្ញាដុល្លារពីនេះមួយវិញមានន័យថា log តែលេខទេ log តែខាងលេខទេអញ្ចឹងបើសិនជាអូសមកខាងក្រោមឬក៏ទៅលើវិញលេខ4នេះវាអាចទៅជាលេខ3លេខ2លេខ1ចាំមានន័យថា D 3 2 1ហើយអស់មកក្រោមទៅជា D 5 6 7រហូតចឹងទៅចឹងតើគ្នាអាចយល់បានខ្ញុំមាន note ប៉ុណ្ណឹងតើគ្នាអាច download file នេះទៅមើលបានហើយឥឡូវយើងមកអនុវត្តតែម្ដងដើម្បីយើងយល់ទាំងអស់គ្នាឧទាហរណ៍បើសិនជាខ្ញុំកំណត់ថាកន្លែងនេះគឺខ្ញុំអត់មានដាក់ absolute reference ឬក៏អត់ log cell ណាមួយទេខ្ញុំដាក់សញ្ញាស្មើហើយខ្ញុំ select កន្លែង B3 នេះចឹងមានន័យថាតម្លៃស្មើ B3 ពេលនេះតម្លៃនៅក្នុង cell របស់ B3 នេះគឺ90អញ្ចឹងកន្លែង A3 ពេលនេះនឹងស្មើ90ដូចគ្នាតម្លៃវាណាដោយសារតែយើងឲ្យវាស្មើគ្នាបន្តមកទៀតនៅពេលខ្ញុំទាញវាចុះក្រោមឃើញថាតម្លៃវាផ្លាស់ប្ដូរ80 70 60ទៅតាមតម្លៃនោះនេះដោយសារតែនៅពេលខ្ញុំទាញចុះក្រោមវាធ្លាក់ចុះក្រោមដែរដោយសារតែខ្ញុំអត់បាន log វាទេហើយខាងក្រោមនេះក៏ដូចគ្នាយើងអត់បាន log វាគឺវានឹងចេញតម្លៃហ្នឹងផ្លាស់ប្ដូរឲ្យរហូតដោយសារតែយើងអត់បាន log វាទេហើយនៅពេលដែលខ្ញុំទាញវាមកខាងស្ដាំចេញខ្ញុំទាញវាមកខាងស្ដាំតម្លៃវាទៅជា10អញ្ចឹងបើសិនជាខ្ញុំទាញកន្លែង10នេះចុះក្រោមដែរតម្លៃវានឹងទៅជា20 30 40ដោយសារតែតម្លៃវាផ្លាស់ប្ដូរទៅតាមកន្លែងដែលយើងទាញតោះនេះបងប្អូនឥឡូវយើងឃើញថាបែបហ្នឹងហើយឥឡូវយើងមើលមួយសិនអានេះយើងប្រហែលជាមិនចាំបាច់តន់ឬមិនតន់ទេសំខាន់តែគ្នាមើលទាំង4ហ្នឹងថាតើវាខុសមិនតើគ្នានឹងយល់ខ្លួនឯងហើយឥឡូវនេះខ្ញុំ log ទាំងពីរ log ទាំងពីរនេះមានន័យថាខ្ញុំដាក់តម្លៃវាឲ្យស្មើកន្លែង B3 ប៉ុន្តែខ្ញុំឲ្យវាបិទទាំងពីរបើសិនជាខ្ញុំដាក់នៅចិត្តលេខមានន័យថាបិទ row ហើយបើសិនជាដាក់នៅអក្សរមានថាចិត្ត column បិទ column គឺ log column អញ្ចឹងឥឡូវនេះខ្ញុំ log ទាំងពីរមានន័យថា90អញ្ចឹងមិនថាខ្ញុំទាញមកក្រោមមិនថាខ្ញុំទាញទៅស្ដាំហើយទាញឲ្យស្ដាំនោះចុះមកក្រោមទៀតគឺវានៅតែ90ទាំងអស់ឥឡូវនេះយើងមកសាកល្បង log តែអក្សរវិញមានន័យថា log តែ column អញ្ចឹងដាក់សញ្ញាស្មើ select កន្លែង90នឹងដូចគ្នាដែរឥឡូវខ្ញុំ log តែអក្សរអញ្ចឹងមានន័យថាខ្ញុំដាក់សញ្ញាដុល្លារនៅកន្លែង B អញ្ចឹងខ្ញុំ enter មកឃើញថា90ទៀតហើយឥឡូវយើង log កន្លែង B មែនទេអញ្ចឹងបើសិនជាខ្ញុំទាញវាចុះក្រោម
ខ្ញុំលុកតែអក្សរទេអញ្ចឹងថាបើខ្ញុំទាញមកខាងនេះវាអត់ដូរមក B C D E ទេតែបើសិនជាខ្ញុំទាញចុះក្រោមវាដូរមក4 5 6អញ្ចឹងមានន័យថាតម្លៃនេះវានឹងស្មើដូចខាងលើនេះស្មើគ្នាដូចគ្នាអញ្ចឹងខ្ញុំទាញមកឃើញថាវាស្មើគ្នាក៏ប៉ុន្តែនៅពេលដែលវាទាញមកខាងស្ដាំវានឹងប្រែប្រួលអត់បងប្អូនអត់ប្រែប្រួលទេដោយសារតែខ្ញុំបានលុកវាកន្លែង B ជាប់ហើយអញ្ចឹងនៅពេលដែលខ្ញុំទាញមកខាងស្ដាំវានៅតែរក B ទេវាអត់លោតមក C ទេអញ្ចឹងមានន័យថាតម្លៃវាបើសិនជាខ្ញុំទាញនៅក្នុងរោតែមួយបែបនេះតម្លៃវានឹងស្មើ90ដូចគ្នាបន្ទាប់មកវាខ្ញុំចុចពីរដងមកតម្លៃវានឹងដូចគ្នាជាមួយនឹងជួរទី1ដោយសារតែខាងរោនេះខាង column នេះគឺយើងអត់បានលុកវាទេឥឡូវយើងមកមើលមួយទៀតវិញមួយទៀតនេះគឺយើងលុកតែជួរដេកឬក៏រោហ្នឹងដោយសារតែយើងលុកតែលេខវិញមានថា select តម្លៃវាដូចគ្នាហើយកន្លែងនេះ B នេះអត់ដាក់សញ្ញាដុល្លារទេមកដាក់សញ្ញាដុល្លារនៅកន្លែងលេខ3នេះវិញចុចលុក B និង3ហ្នឹងអញ្ចឹងនៅពេលលុកបែបនេះមានន័យថាម៉េចមានន័យថាវានឹងនៅ3រហូតតែបើយើងដូរមក B C D E វាដូរហើយទៅ A វិញក៏វាដូរដែរតែ A ពីនេះយើងមានតម្លៃទេមិនអញ្ចឹងយើងអត់មានអីមកឧទាហរណ៍ទេហើយបើសិនជាខ្ញុំទាញវាចុះក្រោម3 4 5 6វាអត់លោតទៅណាទេវានៅតែ3រហូតដោយសារតែខ្ញុំបានលុបសញ្ញាដុល្លារនៅកន្លែងលេខ3ហើយអញ្ចឹងនៅពេលដែលខ្ញុំចុចចុះក្រោមមកឃើញថាវា90រហូតដោយសារតែវាអត់បានដូរទេក៏ប៉ុន្តែបើសិនជាខ្ញុំទាញវាមកខាងស្ដាំវិញវានឹងដូរទៅជាអីទៅជា10ហើយនឹងទៅជាលេខ1បើសិនខ្ញុំទាញ3ណាឥឡូវខ្ញុំទាញទៅ3តែម្ដង10 6អញ្ចឹងយើងឃើញថាចម្លើយវាគឺ10ហើយនឹង1ពិតមែនតើគ្នាអញ្ចឹងចំពោះវីដេអូនេះវាជាកលឹះមួយដែលខ្ញុំបង្ហាញនៅអ្វីដែលសាមញ្ញមួយនៅលើ Excel បើសិនជាតើគ្នាអត់ទាន់ទេអាចខាវាចុះឡើងមើលបន្តិចតើគ្នានឹងយល់ហើយមិនត្រឹមតែយល់ទេគឺតើគ្នានឹងយល់រហូតដែលតើគ្នាគាត់នឹងចងចាំថាអក្សរនៅពេលយើងដាក់សញ្ញាចិត្តអក្សរគឺយើងលុក column ហើយដាក់សញ្ញាដុល្លារនឹងចិត្តលេខវិញគឺយើងលុករោលេខជារោហើយអក្សរជា column យើងចាំតែប៉ុណ្្នឹងទៅ technique ហ្នឹងគឺយើងប្រើរូបមន្តទៅការវាគឺនឹងលែងមានបញ្ហាហើយការលុកបែបនេះគឺយើងប្រើច្រើនមែនទែនមិនថាយើងប្រើនៅលើរូបមន្តមិនថាយើងប្រើនៅលើ format ឬក៏ condition មិនទេគឺយើងនឹងប្រើវាច្រើនមែនទែនហើយមិនថាតើគ្នារៀនដល់ macro គឺការលុក cell ការអីហ្នឹងគឺវាតែងតែប្រើនៅក្នុង code របស់អ្នកទាំងអស់គ្នាអញ្ចឹង VBA គឺសិតតែយើងអាចប្រើប្រាស់ absolute reference ឬក៏ log cell log value អីហ្នឹងគឺបានដូចគ្នាដែរអរគុណដល់គ្នាចំពោះការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយ